256 ក្រុមនៅសល់តែ2ក្រុមទេបងប្អូនអើយសូមសម្លេងតែដៃវាផ្ដាច់ព្រាត់ប៊ូស្រង$10,000ចេញដំបូងដោយក្រុម Peace SC ចាប់ផ្ដើមហើយបាទ066មួយគ្រាប់ដំបូងនៃវគ្គផ្ដាច់ព្រាត់ពានរង្វាន់$10,000ពី Boostrong មួយជើងចាស់អូយគោលល្អមែនអើយអូនគោលមានការស្នើឲ្យឆែកវីមានអ្វីត្រូវការតមកអាញាកណ្ដាលទៅជែកគ្នាបន្តិចសិនស្នើឲ្យឆែកសុំឆែក VAR បាទអត់ទេយើងឆែកបានណាបាទសុំកលករនៅស្ងៀមបាទទុកទូនាទីនេះឲ្យលោកគ្រូអញ្ញាកណ្ដាលបាទគិតមើល400លានរៀលហើយនឹង40លានរៀលហេ40លានហ្នឹងហី40លាន10000 4លានហើយនឹង4អត់អីទេ400លានបាទ4លាននឹង40លាន4លាននឹង40លានអានេះយើងគិតអត្រាប្ដូរប្រាក់ឲ្យគុណអត់អីទេឲ្យជួយបានសម្រេចជួយបានសម្រេចចឹងអន្តរភាពនៅក្នុងការពិនិត្យ VR របស់ Peace FC សល់តែ2ដងទៀតប៉ុណ្ណោះបាទឥឡូវគ្រាប់មិញគឺ0អត់ចូលអត់ឲ្យទេគ្រាប់ដំបូងរបស់ក្រុម Peace SC មិនឲ្យទេបាទឥឡូវគ្រាប់ដំបូងរបស់ក្រុមបាល់ទាត់ CSB វិញម្ដង0លេខកូដរបស់គាត់បាទលេខកូដរបស់គាត់បាទគ្រាប់ដំបូង Yes អូយយោបាអូនចូលបានសម្រេចអូយនៅតែតិចនិចល្អអញ្ចឹងបែរគេតិចនិចល្អដូចគ្នាអញ្ចឹងបាទនេះគ្រាប់បាល់ CSB United នៅក្នុងវគ្គផ្ដាច់ព្រាត់បានបើកមួយគ្រាប់មុនហើយ Peaceful បាទ Peace FC ក៏កំពុងតែសញ្ជឹកសញ្ចឹងថាតើគ្រាប់បាល់តាមពីក្រោយគួរធ្វើបែបណារងចាំស្ដាប់កញ្ចែរបស់អាញាកដាលអាញាកដាលអត់ទាន់ប្រឡំកញ្ចែអាញាកដាលអត់ទាន់ប្រឡំកញ្ចែបញ្ជាក់ហើយអំបាញ់មិញបញ្ជាក់អត់បញ្ហាអូនអត់បញ្ហាបញ្ជាក់ដែរតែគាត់អត់ស្ដាប់ប្រមូលអារម្មណ៍ម្ដងទៀតកាត់បន្ថយភាពតានតឹងបងមួយណាខ្ញុំនេះជ្រួលដែរជ្រួលដែរហើយកញ្ចែណាស្ដាប់កញ្ចែទឹកប្រាក់$10,000ពី Boostrong បាទ Peace ឬក៏ CSB ទៅហើយអូយចាំចូលទៀតអូនអើយបាសជះដៃឆ្វេងទៅដែរតែបាល់នៅតែគួរចូលបាទលបឿនបាល់នេះលឿនណាបាទពីរជើងសម្រេចមួយគ្រាប់បាទពី Peace FC ឥឡូវចូលដល់គ្រាប់បាល់នាំមុខជាថ្មីរបស់ CSB United វិញបាទធ្វើបានឬមិនបានបាទពុះភ្លាវស្ងាត់ឆឹងហើយឥឡូវនេះគ្រាប់ពីគ្រាប់ដូចគ្នាជើងទី2បាទគ្រាប់បាល់ទី2បានឬអត់ពី CSB United ឱកាសមួយជើងឆ្វេងល្អណាស់បាទ2-1បាទ2-1អូពីរជើងដូចគ្នា Peace បានតែមួយគ្រាប់ CSB បាន2គ្រាប់បាទត្រូវហើយ CSB 2 Peace FC 1គិតត្រឹម2គ្រាប់ដូចគ្នាមាន2ជើងដូចគ្នាប៉ុន្តែកា CSB មាន2គ្រាប់បាទឥឡូវឱកាស$10,000អូច្បាស់ណាស់បាទនៅតែច្បាស់ណាស់បាទច្បាស់បូតនេះហើយច្បាស់បូតអ្នកចាំទីគាត់នៅរឿងរាដៃជើងប៉ុន្តែមិនអាចទប់បានទេបាទចូលនេះហើយអញ្ចឹងចូលនេះគឺយើងจะដល់វគ្គលោតចូលហោហើយបាទចិត្តដល់បាទទ្រាំត្រៀមបាទចាំចូលឬមិនចូលត្រៀមបាល់មករបស់ CSB ជាថ្មីគ្រាប់បាល់ទី3មួយជើងស្ដាប់អើយពុះភ្លាវឆ្ងោកមកចុះហើយគ្រាប់បាល់នៅពេលនេះគឺស្មើគ្នាហើយ3គ្រាប់ដូចគ្នាចូល2ដូចគ្នាអត់ចូល1ដូចគ្នាចូលកន្លែងតែត្រូវបងប្អូនតែកំពុងតែទស្សនាតាមការ live តាំងទ្រូងណាស់បាទខ្ញុំតាំងទ្រូងតឹងទ្រូងបាទមកដល់វគ្គនេះពិតជាអស្ចារ្យបាទតឹងទ្រូងឥឡូវយើងផាត់អា3គ្រាប់ចោលនេះចូលដល់2គ្រាប់បន្តបាទត្រៀម
ក្រុមបាល់ទាត់ Peace FC ឬក៏ CSB Peace FC អូយ Yes ឱកាសឱកាស ចាំទីល្អម្លេះគាត់លុតជង្គង់កន្ទ្រប់បាល់នឹងតែម្ដងលុតជង្គង់កន្ទ្រប់បាល់នឹងបាន មិញគាត់ស្ដាយមែនតើបាទស្ដាយមែនតើបាទ ក្របនេះបើសិនជា CSB គាត់ធ្វើបានល្អហូយកតែម្ដង បាទអត់ទាន់នេះអត់ទាន់នេះក្របនេះធ្វើបានឬមិនបាននៅសល់មកក្របចុងក្រោយ5គ្រាប់ទៀតបាទ សវិន1 តចុងក្រោយ5គ្រាប់ឥឡូវបានមិនបានមើលសិនបានមិនបានមើលសិន Peace ឬក៏ CSB ឬក៏ Peace នៅមាន អូយយបងប្អូនណា និយាយគ្នាច្រើនទៀត នេះហើយបាល់ទាត់បាទនេះហើយបាល់ទាត់ បងឥឡូវ4គ្រាប់អត់ចូលដូចគ្នា2ចូលដូចគ្នា2អានេះគេហៅគ្រាប់10000នេះណា គ្រាប់10000 អានេះគ្រាប់10000ចូលហើយនេះ មួយគ្រាប់$10000នេះបាទ អាយ៉ាលោកគ្រូសុំឆាយអីមានការសុំឆាយអីទេ បាទមិត្តរួមគ្រាប់គាត់ថាបាច់ទេ បាច់ទេបាទតោះ បាទ គ្រាប់ Boo Strong ពេលណាំងទី$10000មកដល់ហើយគ្រាប់ពេលណាំងទី$10000របស់ Boo Strong ឆាយឲ្យ សុំឆែកឲ្យអស់ចិត្តសុំឆែកឲ្យអស់ចិត្តថាតើមានរឿងអីកើតឡើងអាយយ មកដល់ វាផ្ដាច់គ្រាប់នេះតាមតឹងហ่ะ$10000ពី Boo Strong យើងធ្វើយ៉ាងណាក៏ដោយឲ្យច្បាស់លាស់ហ្មត់ចត់និងស្មោះត្រង់បាទស្មើភាពគ្នាជាទីបំផុតបាទ256ប្រកួតនេះជាការឆែក VAR លើកទី7 អត់អីទេ បាទ អត់អីទេ 256ប្រកួតឆែក VAR 7ដង បាទសុំម្ដងទៀតបាទសុំម្ដងទៀតប៉ុន្តែមិនឃើញថាអត់អីទេបាទ បាទឥឡូវចលនានេះ អត់អីទេបាទ ឲ្យលោកគ្រូអាជ្ញាកណ្ដាលគាត់ឃើញម្ដងហើយម្ដងទៀតសុំម្ដងទៀតសុំ replay ម្ដងទៀតពីក្រោយខ្នងម្ដង មានការសង្ស័យខ្លះហើយ បាទសុំក្រុមការងារបច្ចេកទេស replay ពីប្លង់ខាងក្រោយម្ដងបាទប្លង់ចំហៀងបាទអាចនឹងមើលបានមួយមុំប៉ុន្តែបើបានប្លង់ពីក្រោយគឺពេញមុំ លោកគ្រូញ៉ាំកដាល បាទ បាទយកជាផ្លូវការឲ្យបាទថាបាល់នេះទាត់មិនចូលទេ បាទឥឡូ អូ វ ខេគ្រាប់10000គ្រាប់10000 មុនទាត់បញ្ជាក់លក្ខខណ្ឌម្ដងទៀតក្រុមទាំងសងខាងនៅពេលដែលគូប្រជែងរបស់ខ្លួនសុទ្ធសូមមេត្តាកុំប្រើកាយវិការឬក៏សម្លេងបញ្ញាក់ទៅលើគូប្រជែងរបស់ខ្លួន បាទហើយស្ដាប់កញ្ចែ បាទសូមឲ្យលោកគ្រូអាជ្ញាកដាលបាទសូមផ្ដល់ភាពបាទសុក្រិតយុត្តិធម៌ដោយសារលោកគ្រូគាត់ព្យាយាមណាស់ប៉ុន្តែកីឡាករយើងគាត់ចង្កាល់អាចថាលឿនលួសបាទបាទអញ្ចឹងសូមបាទឲ្យសូមលោកគ្រូបាទ ឱកាសចុងក្រោយគ្រាប់$10000នៅមួយទៀតនៅមួយទៀតនៅមួយទៀត$10000នៅមួយជើងទៀត បើចូល បើចូលគឺ CSB បាន10000 ហ្គោលដូចគ្នា បើមិនចូលទៅមកចំហៀតទៀត បាទខ្ញុំចាប់ដើមវិលមុខបាទវិលមុខណាស់បាទ អ្នកចាំទីថើបបាល់បើចូល10000បើមិនចូលតទៅមួយជុំទៀត មួយសម្រួមអារម្មណ៍ ឆែក VAR សិន លើកទី3បាទអានេះអ្វីដែលគាត់ថាគាត់សង្ស័យថាម៉េចបាទរង្វាន់ធំបាទពី Boo Strong ចង់ចង់ឲ្យបងប្អូនយើងបាទគាត់ចាញ់ដោយអស់ចិត្តបាទ តានតឹងណាស់មើលចលនាអញ្ញាកណ្ដាលសូមសម្រេចចិត្តថា បាទបាល់នេះ អូខេ មិនចូលទេបាទ តោះបងប្អូននេះហើយជាគ្រាប់$10000 បាទ មើលគ្រាប់បាល់$10000 គ្រាប់$10000 បើចូលគឺចូល$10000តែម្ដង Boo Strong $10000 នេះគឺផ្ដល់ជូន$10000ហើយបាទបើចូលគឺ$10000 $10000 CSB ជាមួយនឹង Peace FC ត្រៀម ចាលឿយចូលបានទៅលើក្រុមបាល់ទាត់ CSB សបាយអើយ
អូយអូទោះ អូឡូ $10000 ពី Booster CSB United ធ្វើបានអូយបាទអូយពូភ្លៀវថាយប់នេះអត់ចូលផ្ទះទេ បាទ មានរ៉េហើយនឹងគុលអស័យចាំ អូ ហើយ យអូយបាទល្អ ចាំ ជឿ ទីក៏ល្អសុំក៏ល្អនេះគឺជាវីរៈបរោះហើយអាចនិយាយថាជា legend របស់ក្រុមបាល់ទាត់ CSB បាទ CSB ដែលនាំឲ្យក្រុមរបស់ខ្លួន មែនទេ ការពារទាំងបានសុទ្ធទាំងមកចូលទី ហើយក៏ចូលរួមសោកស្ដាយសម្រាប់ មាន ក្រុ មោ ម ទនភាពសម្រាប់ពួកគាត់ បា តែ ទ គាត់ភ្នាល់ឈ្មោះ CSB បាទ មកកាន់លុយ$10000ពី Booster ខ្ញុំសប្បាយចិត្តមែនទែនអត់គិតសោះ ឥឡូវនេះ បាទ ខ្ញុំចង់នេះមកដល់វគ្គនេះខ្ញុំចង់ឆៃវ៉ាទេចង់ឆៃប្រភ្លៀវវិញដោយសារក្រុមនេះប្រភ្លៀវអ្នកយកមកបាទឥឡូវសូមឲ្យសមាជិកខាងក្រុមជ័យលាភីបាទលេខ2ឆៃប្រភ្លៀវវិញដោយសារក្រុមនេះគាត់អ្នកយកមកគាត់អ្នករៀបចំ បាទ បាទក្រុមខាងគាត់ថាទីថ្មីៗតែគាត់ធ្លាប់ស្គាល់មួយក្រុមទាត់បាល់មួយគ្នាចឹងណា អបអរសាទរ អូបាទអរគុណបងអរគុណ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  គិតថាមកលេងដើម្បីសប្បាយ បាទ បាទមិនទេណាបែរជាមកលេងបាន$10000 $10000មិនគួរជាខ្ញុំនៅតែគិតថា អរគុណដល់ប៊ូស្រង់អរគុណដល់លោកគ្រូអាជ្ញាកណ្ដាលក្នុងការចូលរួមបាទយ៉ាងកក់ក្ដៅយ៉ាងច្បាស់លាស់បាទជាមួយប៊ូស្រង់ផងដែរ បាទ បាទ បាទឥឡូវសូមអញ្ជើញបាទខាងបេក្ខភាពបាទម្ចាស់ជើងឯកលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8បាទ បាទសូមអញ្ជើញមកមុខវេទិកា ប្រគល់រង្វាន់បាទជ័យលាភី2 Booster អូហូបាទថ្ងៃនេះចងចាំល្អនៅអនុស្សាវរីយ៍បាទក្រុមបាល់ទាត់ដែលមានកីឡាករមកចូលរួមបាទជាច្រើនពាន់នាក់បូកទាំងអ្នកគ្រប់ត្រួតបូកទាំងសមាជិកក្រុមគ្រួសារមិត្តភ័ក្តិបងប្អូន បាទគឺថាស្អកក៏ដោយមិនស្ដាយស្អក បាទឥឡូវទីទៀតបាទក្រុមបាទ CSB United បាទសូមអញ្ជើញឡើងទៅលើវេទិកាវិញណាវិញ ឥឡូវឃើញថាខាងក្រុមម្ចាស់ជើងឯកលេខ2មិញគាត់ចាប់ផ្ដើមដាក់ពាក្យបណ្ដឹងទៅពូភ្លាវហើយ មកបណ្ដឹងអីខ្ញុំបាទខ្ញុំ អត់ទេអត់បាច់ឆែកវ៉ាបិទវ៉ាចោលឆែកនឹសប្រយ អរគុណដូច្នេះសូមអញ្ជើញជាថ្មីម្ដងទៀតគឺក្រុមបាល់ទាត់ទាំង8ក្រុមមកកាន់មុខវេទិកាដើម្បីយើងនឹងរៀបចំនៅពិធីបាទប្រគល់នៅរង្វាន់បាទប្រគល់ដែលរៀបចំមានទាំងបាល់មានទាំងស្រោមដៃមានទាំងស្បែកជើងសុទ្ធតែមាសនិងពានផងដែរបាទពាននេះគឺថាពានបាល់ទាត់ពិភពលោកក៏ប៉ុន្តែគឺតំណាងឲ្យការទាត់បាល់បញ្ចូលទីក្នុងកម្មវិធីប្រកួត Booster ពេលនាទីឈ្នះលុយ$10000 បាទយើងដំណើរការចាប់តាំងពីម៉ោង10ព្រឹកថ្ងៃអាទិត្យរហូតធ្លាយដល់ម៉ោង1រំលងអាទិត្យថ្ងៃច័ន្ទ វិញ បាទទើបរកឃើញជើងឯក អញ្ជើញទាំង8ក្រុមទាំង8ក្រុមគាត់ឲ្យគាត់ពាក់អាវកាក់គាត់ដែលតាមជាក់ស្ដែងដែលគាត់មានពាក់អាវកាក់នេះមក បាទចឹងសូមអញ្ជើញបាទតាមក្រុមនីមួយតែសំខាន់ខ្ញុំបាត់អពោទៀតទេអញស្មានណាអញ បាទអញ្ចឹងអរគុណមែនទែនបាទការតស៊ូយ៉ាងស្វិតស្វាញបាទតាំងតែពីបាទម៉ោង10កន្លះថ្ងៃអាទិត្យបាទឈានមកដល់ម៉ោង1ទីភ្លឺថ្ងៃច័ន្ទ ម៉ោង1ទីភ្លឺថ្ងៃច័ន្ទ អូយបាទ យើងចំណាយពេលអស់ប្រហែលជា15ម៉ោង 15ម៉ោង បាទដើម្បីរកឲ្យឃើញក្នុងចំណោមបេក្ខភាពក្រុមបាល់ទាត់មិត្តភ័ក្តិដែលគាត់ចាប់ដៃគ្នា5នាក់ចំនួន256ក្រុម បាទឆ្លងកាត់ដំណាក់កាលនីមួយសរុបការប្រកួតគឺ256ប្រកួតបាទទើបយើងរកឃើញជើងឯង បាទសូមជន់លើឆាកផង បាទអញ្ចឹងបាទកីឡាករទាំង8ក្រុមបើសិនជារៀបចំខ្លួនរួចបាទសូមអញ្ជើញបាទយើងឡើងមកលើឆាកទាំងអស់គ្នាតែម្ដង 8ក្រុមសូមឲ្យគាត់ពាក់អាវកាក់បាទដែលយើងរៀបចំតាមរយៈគណៈកម្មការរបស់យើងបាទដើម្បីធ្វើការប្រគល់រង្វាន់ជូនគាត់តែម្ដងបាទពីលេខ1ដល់លេខ8លេខ8ក៏បានរង្វាន់ដែរបាទពិតជាមិនធម្មតាពីបាទលេខ8ឥឡូវលេខ8បាទពាក់អាវផ្ទាល់ខ្លួនបានទេបាទ ចាំមើលសួរ ឡើងមករបស់ក្រុមលេខ8បាទក្រុមនីមួយបាទសូមអញ្ជើញ គណៈកម្មការលោកនឹងធ្វើការប្រកាសតាមលំដាប់លំដោយ លេខ5 100លេខ4 200លេខ3 500លេខ2 1000លេខ10000ទៅពុំចុះពាក្យបណ្ដឹងគេឥឡូវនេះ អីចឹង ពាក្យបណ្ដឹងក្រុមភៀវមិញ
ចេះតែមាន គេផឹងគេប្តឹង VAR ហ៎បាទ បាទអញ្ចឹងតាមការបញ្យល់របស់គណៈកម្មការរៀបចំការប្រកួតគឺថា បនឋានបាទ យើងមាន8ក្រុមដែលត្រូវទទួលរង្វាន់ អូហ អញ្ចឹងខ្ញុំសូមធ្វើការហៅក្រុម4ក្រុមចុងក្រោយមកសិនពីព្រោះយើងមាន4ស្មើនឹង5 6 7 8ហើយអញ្ចឹង1 2 3 4ចាំយើងហៅតាមបន្តបន្ទាប់ បាទ អញ្ចឹងសូមអញ្ជើញក្រុម Boostrong ដែលមានលេខកូដ109មកជុំគ្នាតែម្ដងមែនទេបាទ បាទ 109ក្រុម Boostrong ដែលមានលេខ025ក្រុម Boostrong ដែលមានលេខសម្គាល់008និងក្រុម Boostrong ដែលមានលេខសម្គាល់113បាទឡើងមកជុំគ្នាតែម្ដងគឺតំណាងឲ្យក្រុមទាំង4នៅខាងក្រោមបាទក្នុងចំណោម8ក្រុមបាទដើម្បីមកទទួលរង្វាន់បាទ បាទសូមអញ្ជើញ បាទអីក៏ឃើញថាក្រុមផ្ការីងផ្កាជាប់ហ្នឹងក៏មកដែរបាទដោយសារអីគាត់នឹងជាប់ទីម៉ាត់ទី8ហ្នឹងហើយស្រួល ទី8ទី6 8ហ្នឹងហើយសិតតែជារៀមច្បងបាទជាបាទគ្រូខ្លះអីខ្លះ បាទ បាទតែធ្វើម៉េចគេហៅថាសមត្ថភាពជាក់ស្ដែងទៅលើ លោតឡើយ បាទ បាទអរគុណបាទសាយ័នជំរាបសួរបាទជំរាបសួរទាំងអស់គ្នាណាបាទអញ្ជើញអរគុណណាអូឌីធ្លាប់ស្គាល់មុខ ឯងចង់ហ៊ានមើលមុខពួកឯង តែចង់ក្បែរ ឯងយើងឃើញមានល្អច្បាស់ដែរដល់ពេលហើយមកដល់ធ្វើចឹងប៉ុនយ៉ាងណាក៏ល្អជាងក្រុម មកអញ្ជើញមកអញ្ជើញចូលកណ្ដាលមកយើងរួមគ្នាទៅអាពីមុខពីក្រោយទីក៏បានដែរ សាយជីមិនរាប់ហ៎ សាយជីរត់អីហ្នឹងហើយ ជុំទី2ហ៎ បាទមើលគាត់ឈរមិនបានយើងជុំគ្នាបានបាទ នៅទៀតហ៎ បាទយើងរួមគ្នាទៅបាទចូលមានអីទេបើជ្រៀតគ្នាទៅ បាទឥឡូវដល់វគ្គពិធីករឆ្លោះគ្នាបាទបាទកុំប្រើដៃអូននិយាយគ្នាបានកុំធ្វើចឹងគ្នាយើងតាយកដាច់មកដាច់ អូខេអញ្ចឹងខ្ញុំសូមធ្វើការជួយសម្របសម្រួលតិចសូមឲ្យក្រុមមួយចំហៀង2ក្រុមបាទមកក្រុម5នាក់ចូលចេះមក113និង108បាទឲ្យឃើញ5នាក់តែម្ដង មកខាងខ្ញុំមក បាទហើយបន្ទាប់មក025និង109បាទខ្ញុំចង់ឲ្យមានការឈរបែបទន្ទឹមគ្នាចេះវិញឲ្យកោឲ្យឃើញមុខទាំងអស់គ្នាវិញណាបាទកុំឲ្យឈរជាជួចយើងអត់បានឃើញមុខទាំងអស់គ្នាបាទយើងកោងតិចទេណាយើងឈរយើងកោងទៅចេះតិចមកយើងឃើញមុខទាំងអស់គ្នាទាំង20នាក់បាទស្ដាប់គាត់ច្បាស់ការងារអញ្ចឹងគាត់ឆ្លងកាត់អស់ហើយសិតតអ្នកបន្តពេលពីលោកគ្រូម៉ាសេរីបាទគាត់ច្បាស់ហ្នឹងហើយញែកឃើញអស់ទៅបាទធ្វើម៉េចកោងឲ្យបានឃើញគ្រប់គ្នាហ្នឹងឃើញដែរឃើញបានរបស់គាត់មែនបាទដូច្នេះអីយើងឈរនេះបាទខ្ញុំសូមប្រកាសជូនបាទទៅដល់បងប្អូនទាំងអស់បាទដែលកំពុងទស្សនារួមទាំងអ្នកព័ត៌មានបាទឲ្យបានជ្រាបថាក្រុមទាំង4នេះគឺក្រុមដែលមានលេខសម្គាល់ Boostrong 109 Boostrong 025 Boostrong 008 Boostrong 113ដែលអាចនិយាយបានថាជាចំណាត់ថ្នាក់លេខ5លេខ6លេខ7លេខ8គឺទទួលបានប្រាក់រង្វាន់ពី Boostrong ក្នុងមួយក្រុមចំនួន$100សហរដ្ឋអាមេរិកអូសាទរបាទក្រុមពេជ្រនៅបានមកវាមែនបាទអញ្ចឹងនេះជាការថតផ្តិតរូបរបស់បងប្អូនទាំងអស់ដើម្បីសម្គាល់បាទពីការចូលរួមសូមអរគុណណាចំពោះយុវជនបាទបងប្អូនក្មួយដែលបានចូលរួមបាទប្រកួតប្រជែងចំណាយពេលវេលាចំណាយធម៌ពលបាទការប្រកួតហើយផ្ដល់ជាគំរូមួយសម្រាប់យុវជនដែលកំពុងទស្សនានេះថាការលេងកីឡាគឺផ្ដល់នៅការរីករាយផងផ្ដល់នៅការប្រកួតប្រជែងដើម្បីសុខភាពល្អផងជៀសឆ្ងាយពីអំពើអបាយមុខផងដែរបាទហើយក៏មានជាប្រាក់រង្វាន់លើកទឹកចិត្តផងដែរមានជាប្រាក់រង្វាន់លើកទឹកចិត្តផងដែរបាទអញ្ចឹងសូមអរគុណបងប្អូនបាទសូមមេត្តាសម្រួលអរិយាប័ត្រចុះដើម្បីយើងបន្តវេទិកាបន្តទៀតសម្រាប់ជ័យលាភីលេខ4លេខ3លេខ2និងលេខ1បាទអរគុណដូចគ្នាដែរក្មួយបាទអរគុណបាទអញ្ចឹងបាទលេខ5លេខ6លេខ7លេខ8មិញបានមួយក្រុម$100មួយក្រុមចំនួន$100បាទបាទអរគុណបាទវេទិកាជាបន្តគឺបងប្អូនគាត់បានបាទសូម4ក្រុមចុងក្រោយអត់ទេសូមអញ្ជើញក្រុមលេខ4បាទដូច្នេះសូមអញ្ជើញក្រុមលេខ4ឡើងមកកាន់វេទិកា
បាទ Boo Strong ពេលនឹងទីឈ្នះលុយ$10,000 បាទសូមជើញ អបអរសាទរ ក្រុមលេខ4គឺក្រុមដែលមានស្លាកសម្គាល់ Boo Strong 048បាទសូមអញ្ជើញបងមកកណ្ដាលតែម្ដងបាទមកកណ្ដាលតែម្ដងបងណែខ្ញុំសូមសួរមួយណែមានឈ្មោះក្រុមពិតប្រាកដជាឈ្មោះអ្វីទេបាទ Auto FC Auto FC នេះបងប្អូនណាគាត់សម្គាល់ណា បាទ បាទក្រុមលេខ4ស្លាក048នេះគឺក្រុម Auto FC បាទសូមផ្ទះដៃអបអរសាទរមួយសិនបាទ អរគុណឥឡូវនេះសូមគោរពអញ្ជើញវត្តមាន Mr. Chris បាទតំណាងឲ្យក្រុមហ៊ុនពេជ្រចាំបើមកមួយស្រងឡើងធ្វើការប្រកួតផ្លាកបាទដែលមានទឹកប្រាក់បាទជូនទៅដល់សម្រាប់បេក្ខភាពបាទក្រុមដែលជាប់ជាមួយនឹង JLP លេខ មួយ 4 ប្រាក់រង្វាន់ចំនួន$200បាទអបអរសាទរបាទសូមជួយបាទ Mr. Chris បាទក្រុមហ៊ុនឃើញខ្ញុំនិយាយអត់ចាញ់ហ្នឹងបាទមើល ចឹង Auto FC បាទជាក្រុមមួយដែលបានចូលរួមប្រកួតប្រជែងឈ្នះតាំងពីវគ្គ256វគ្គ128វគ្គ64វគ្គ32វគ្គ16វគ្គ8ក្រុមដល់វគ្គ4ក្រុមគាត់ប្រកួតចាញ់បាទហើយចាញ់ដល់វគ្គផ្ដាច់ព្រាត់ទៀតអរគុណណាស់ Auto FC ដែលបានចំណាយពេលវេលានៅក្នុងការប្រកួតប្រជែងសូមផ្ទះដៃអបអរសាទរជាថ្មីម្ដងទៀតដល់ក្រុមបាល់ទាត់ Auto FC លេខ4 ខ្ញុំដល់ចុះបាទក្រុមទាំងអស់សូមខិតទៅខាងក្រោយទៅបាទយើងរួចចាំថតរូបទាំងអស់គ្នាមួយ បងថតបានច្បាស់នៅមិញអូខេបាទ សូមខាងក្រោយបាទអរគុណឥឡូវសូមជ័យលេខ2លេខ3បងនថាន សូមអញ្ជើញក្រុមជ័យលេខ2លេខ3ដែលមានស្លាកសម្គាល់ Boo Strong 121 យើងអត់មាន បាទ ដៃ Boo Strong 121នេះក៏ស្វាត់ស្វាញដែរ យកនេះ បាទក្រុមល្អបាទ ក្រុមលេខ3បងប្អូនឃើញស្នាមញញឹមហើយបាទបងប្អូនក៏បានស្គាល់ហើយនឹងយើងឆ្លងកាត់ជីវិតយុវវ័យនៅក្នុងពិភពបាល់ទាត់បាទគឺអ៊ុំសេរីរតបាទដែលជាតំណាងក្រុមសេរីរតខ្ញុំសុំសួរមួយថាតើក្រុមមានឈ្មោះពិតប្រាកដជាក្រុមអ្វី បើសម្រាប់ក្រុមនេះគឺក្រុមគ្រូនៅអុយតបហ្នឹងមក ក្រុមគ្រូនៅយុវជនបាទរបស់កងយុទ្ធពលខេមរៈភូមិន្ទបាទសូមផ្ទះដៃអបអរសាទរទាំងអស់គ្នាមួយបាទ បាទល្អណាស់បាទបងនថានល្អណាស់បាទ ជាបន្តទៅទៀតសូមគោរពអញ្ជើញបាទ Chris បាទវត្តមាន Mr. Chris បាទក្នុងការប្រកួតប្រាក់រង្វាន់ បាទគឺទឹកប្រាក់ប្រហែល$500បាទសម្រាប់ JLP លេខ3បាទឡើងដល់ អូខេបាទអបអរសាទរជាថ្មីទាំងអស់គ្នាម្ដងទៀតនៅក្រោមសំឡេងនៅក្រោមកាមេរ៉ាដែលបានផ្ដិតយករូបភាពគឺក្រុមបាល់ទាត់ដែលជាគ្រូបង្វឹកយុវជននៃយុវជនបាទនៃកងយុទ្ធពលខេមរៈភូមិន្ទដែលជាក្រុមបាល់ទាត់យុវជនអញ្ចឹងពួកគាត់គឺជាផ្នែកនៃការបណ្ដុះបណ្ដាលធនធានមនុស្សល្អណាស់បាទ ល្អឃើញគាត់សារការសូត្រការចាំគោលចាំគាត់គឺថាច្បាស់ប៉ុន្តែអានេះថាបាល់នៅតែមូលទៅដែរ បាទអរគុណអញ្ចឹង អាចសម្រួលអរិយាប័តបាន អាចសម្រួលអរិយាប័តបាទសូមអញ្ជើញនៅក្រៅសិនចាំយើងថតជុំគ្នាតទៅនេះបាទសូមអញ្ជើញក្រុម Boo Strong 066ដែលជាក្រុមរងជើងឯកបាទសូមអញ្ជើញមកកាន់វេទិកា បាទ បាទ បាទសម្រាប់នៅខាងក្រោមហ្មងបាទ បាទក្រុម ខាងក្រោមបាទ រងជើងឯក បាទក្រុមលេខ2បងប្អូន ចំណាត់ថ្នាក់លេខ2បាទក្នុងមហាព្រឹត្តិការណ៍ Boo Strong ពេលនាទីយក$10,000 បាទ បាទអរគុណ អូយបាល់មិញនេះខ្ញុំបុកពោះចង់បែកបេះដូងអស់ហើយបាទ បាទ ឃើញថាក្រុមអូនគាត់ក្មេងៗប៉ុន្តែគាត់ខ្លាំង បាទ គាត់ខ្លាំងឡើងមកដល់វគ្គនេះ ដល់ថ្នាក់គ្រូលេអត់ឈ្នះចឹងគេហៅថារលត់ក្រោយច្រើនរលត់ ផ្លាត់ឈ្នះរបស់ក្មេងៗដែរណា បាទចឹងដូចពាក្យចាស់គេតែនិយាយថាចាស់ស្គាល់ផ្លូវតែក្មេងដើរលឿនមែន បាទចាស់គាត់ផ្លូវតែក្មេងទៅមុន បាទទៅហើយ បាទ អញ្ជើញលេខ2លេខ2វិកម្មវិធីរបស់យើងបាទបងនថានឡើងមកហើយបាទអបអរសាទរសម្រាប់បាទ JLP លេខ2 បាទ runner up បាទ first runner up បាទសម្រាប់ក្រុម មើលទៅបាទសិតតែចិត្តថ្នាលបាទក្មេងៗល្អខ្លាំងមែនតើបាទ ស្ដាយ បាទក្រុមនិយាយទៅការស៊ីសងគ្នាមួយគ្រាប់ចុងក្រោយនោះគឺពិតជាមានន័យណាស់តានតឹងណាស់បាទគឺក្រុមសន្តិភាពបាទគឺក្រុម Peace FC បាទជាការប្រមូលផ្ដុំយុវជនរបស់យើងបាទនៅក្នុងការប្រកួតប្រជែងយល់ចិត្តគ្នាណាបាទទម្រាំទៅដល់កន្លែងនេះគឺពិតជាយល់ចិត្តគ្នាមែនតើដូច្នេះ
បាទសូមអញ្ជើញជាបន្តបាទគឺ Mr. Chris នៅក្នុងការប្រគល់នៅផ្លាករង្វាន់ចំនួន$1000សហរដ្ឋអាមេរិកបាទទី1យើងបានគេហៅថាប្រាក់រង្វាន់បាទបានទទួលគេហៅថាការស្គាល់គ្នាសម្រាប់មិត្តរួមក្រុមផ្សេងទៀតក៏ដូចជាបាទភាពអស្ចារ្យសម្រាប់បាទបងប្អូនមកតក៏ដូចជាសម្រាប់គ្រួសារបងប្អូនដែរបាទបាទអរគុណបងថានអរគុណបាទអញ្ចឹងជាបន្តក៏សូមឲ្យកីឡាករសម្រាប់បន្តិចបាទដើម្បីយើងប្រគល់បន្តដល់ជើងឯករបស់យើងបាទអរគុណបាទជួបបងសេលីវីលីពេលការក្រោយជួបគ្នាម្ដងទៀតបាទអរគុណលោកគ្រូបាទល្អណាស់ខ្ញុំមើលជក់ចិត្តមែនតើបាទសឹងថាមួយគ្រាប់10000មិញហ្នឹងបើមិនគាត់គេបាទជាបន្តសូមអញ្ជើញកីឡាករដែលមានស្លាកសម្គាល់ Boostrong 013គឺក្រុមបាល់ទាត់ CSB ឡើងមកកាន់វេទិកាក្នុងនាមជាក្រុមជើងឯក Boostrong ពេលនេះទីបាទនេះហើយគឺជាបាទបេក្ខភាពម្ចាស់ជលីភីជើងឯកបាទ Boostrong $10000ល្អមែនឃើញទេមកហើយជំរាបសួរអូនសាយថ្មីម្ដងទៀតបាទលេងសើចបានលេងសើចបានទេបាទមកដល់វគ្គនេះពិតជាអស្ចារ្យសម្រាប់ពួកគាត់មុជជ្រៅទៅឆ្ងាយក៏សោក$10000យកទៅឲ្យស្ថាបនិកបាទ CSB United នៅនឹងមុខគាត់តែម្ដងមើលពុះភ្លឺចង់យំចង់នេះមិនហ៎សារគ្នានិយាយតាមត្រង់បាទមានមោទនភាពបាទចំពោះពួកគាត់ដែលអាចតាមពិតទៅពុះភ្លឺថាមកនេះដាច់ចោះឈ្មោះឲ្យតែមានជាសមាជិកបានមកចូលរួមតើចាំជាដំបូងខ្ញុំសូមធ្វើការលោក Christopher ផ្ដល់កិត្តិយសក្នុងការប្រគល់ទឹកប្រាក់មុនសិនបាទទឹកប្រាក់មុនសិនឲ្យចាំយើងឈៀជាមួយនឹងពៀនបាទផ្ដល់ទឹកប្រាក់បងប្អូនត្រៀមបាទ$10000ទៅហើយអូសាទរម្ចាស់ជើងឯកទឹកប្រាក់$10000ពីភិតចាប់កម្លាំង Boostrong ធ្វើបានហើយបាទនេះពានរង្វាន់បាទដូច្នេះត្រៀមអបអរសាទរម្ចាស់ពានរង្វាន់នឹងខ្លាយទៅជាជើងឯកនៃការប្រកួតពេលនាទីឈ្នះលុយ$10000ពីភេទជ្ជៈ Boostrong បាទសង្ឃឹមថាគ្រួសារគាត់ដែលកំពុងតាមដានទស្សនាតាមការ live ណាបាទគាត់នឹងរំភើបដោយពួកយើងចឹងដែរបាទហើយអរគុណសម្រាប់លោកពូអ្នកមីងដូចជាលោកអ៊ំបាទដែលគាត់ផ្ដល់ឱកាសឲ្យកូនរបស់គាត់ចូលរួមលេងកីឡាបាទជាការប៉ុណ្ណាបាទបាទជប់ខ្ញុំនៅសល់ស្រោមដៃមាសមួយទៀតស្រោមដៃមាសទៅដល់អ្នកចាប់ទី CSB បាទអត់ទេបងអូនចាំទីគាត់បដូរមែនគាត់បដូរមែនបាទ3ជើងចុងក្រោយគាត់ជួបបានដូរគាត់ផ្ដួលគាត់លោតគាត់ប្លង់មិនខ្លាចឆ្លោះក្រិចអីណាថាគាត់បដូរគ្រប់យ៉ាងខ្ញុំសូមជាថ្មីម្ដងទៀតសូមក្រុមជើងឯករងមកថតជុំគ្នានៅលើវេទិកាហើយមានរង្វាន់សម្រាប់ក្រុមជើងឯករងបាទខ្សែប្រយុទ្ធដែលល្អសម្រាប់ការប្រកួតBoostrong ពេលនឹងទីឈ្នះលុយ$10000គឺបានទៅលើខ្សែប្រយុទ្ធរបស់ក្រុម Peace បាទសូមអញ្ជើញបាទអបអរសាទរគាត់ទូចទេតែគាត់ល្អមែនទែនបាទយើងឃើញថារៀងហត់នឿយហើយប៉ុន្តែយ៉ាងណាក៏ដោយក៏អស់ក៏ជួយនៅគ្នាយើងអស់ក៏ជួយនៅឯណាបាទបើអស់ហើយក៏តាមនឹងចោះបាទសូមថ្លែងអំណរគុណបាទចំពោះការចូលរួមប្រកួតប្រជែងរបស់ក្រុមបាល់ទាត់ទាំង256ក្រុមនៅក្នុងកម្មវិធី Boostrong ពេលនឹងទីឈ្នះលុយ$10000ដែលនេះគឺជាការផ្ដល់នៅការប្រកួតប្រជែងដ៏អស្ចារ្យដែលនេះគឺជាការផ្ដល់នៅគំរូដល់យុវជនដល់អ្នកចំនួនក្រោយឲ្យស្រឡាញ់កីឡាឲ្យមានការប្រកួតប្រជែងដ៏មានតម្លៃបាទដែលទទួលស្គាល់ដែលបងប្អូនអ្នកសារព័ត៌មានបានផ្តិតយកទៅផ្សព្វផ្សាយបាទនៅទូទាំងប្រទេសតែម្ដងរួមទាំងការប្រកួតជាឈ្នន់មួយដើម្បីឈានបាទទៅដល់ការប្រកួតនៅក្នុងកម្រិតជាតិកម្រិតអន្តរជាតិនាពេលអនាគតតោះយើងថតរូបទាំងអស់គ្នាបាទសូមចំណាប់អារម្មណ៍ពីកីឡាករមួយបានទេបងបាទជើងបាទនិយាយដើម្បីគេថាសូមតំណាងក្រុមរួមមកបាទបងប្អូនខាងណាក៏បានដែរបងប្អូនប្រុសបាទខាងណាក៏បានបងណាគេដើរតួជាកាពីតែនក្រុមមកដល់ពេលនេះបងប្អូនគឺជាក្រុមម្ចាស់ជើងឯក$10000ពី Boostrong តើបងប្អូនមកដល់ពេលនេះមានអារម្មណ៍យ៉ាងណាដែរគឺថាយើង
vì ở cha thế sầm rạp mùi bực cuột ní mơn là ní tôi mới có phép ở cha sầm rạp tiền ní វាអស្ចារ្យបងតែក៏សម្រាប់ខ្ញុំពេលនេះវាមានអារម្មណ៍ថាវាដូចតែយកសពអត់នឹកស្មានអត់នឹកស្មានថាមកដល់ហ្នឹងឯងរត់ទៅផ្ទះថ្ងៃមិញរត់ទៅផ្ទះឃ្លានបាយពេក ឃើញដែរអានេះគេហៅថាលុយរត់រកម្ចាស់ហ្នឹងណាបាទ ខ្ញុំដើរចេញទៅក្រៅដើរចេញទៅកន្លែងផ្ញើតូឃើញគេលក់នំប៉័ងហ្នឹងទិញនំប៉័ងហូបហើយមកចូលទាត់វិញដែរទៅបាទ ចូលរួមដំបងអូនគិតថាប្អូនក្រុមប្អូនមានសមត្ថភាពអាចឡើងដល់វគ្គនេះទេ ខ្ញុំអត់នឹកស្មានទេព្រោះថាគិតថាធ្លាប់ទាត់ឆ្នាំដូចលើកមុនអាកាលទាត់បានតោបានអីបងបាទទាត់ធ្លាក់ តែលើកនេះយើងធ្វើបានណាបាទអត់មានរំពឹងប៉ុន្តែឥឡូវអាចធ្វើបានហើយមានគ្រួសារប៉ាម៉ាក់ពុកម៉ែយើងគាត់ដឹងថាយើងមកពេលទីយកលុយទេអត់ដឹងទេអញ្ចឹង បាទម៉ាក់ប៉ាដឹង ហើយដល់ពេលបាត់យើងមកយប់យើងគេដឹងថាយើងទៅណា អត់ទេម៉ាក់ប៉ានៅស្រុកខ្ញុំមក អូ បាទអរគុណហើយសម្រាប់ប្អូនអ្នកចាំទីឃើញថាគាត់លះបង់ច្រើន បាទ គាត់ផ្ដួលគាត់ផ្លុងគាត់ គាត់បដូរបាទបដូរ ហៅ ណា ថា បាទ បូជាសាច់ស្រស់ បាទហត់នឿយជាងគេមែនតើសម្រាប់អូនចាំទីអូនមិនដែរអូន ជា អូន ជាង គឺជាអ្នក